5 គន្លឹះជួយកូនឲ្យមានអារម្មណ៍ថាអ្នកស្រឡាញ់ពួកគេការជួយកូនរបស់អ្នកឲ្យមានអារម្មណ៍ថាស្រឡាញ់គឺជាចំណុចដ៏សំខាន់បំផុតមួយនៃភាពជាឪពុកម្ដាយកុមារដែលទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយចំណងគ្រួសារកាន់តែស៊ីជម្រៅហើយទទួលបានការគាំទ្រកាន់តែខ្លាំងអាចជួយឲ្យកុមារមានសុខភាពល្អទាំងផ្លូវកាយអារម្មណ៍និងសង្គមហើយតាមពិតទៅសេចក្តីស្រឡាញ់គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យពេញមួយជីវិតរបស់ពួកគេទី1ទុកពេលឲ្យកូនវិធីដ៏ធំបំផុតមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់គឺជាការចំណាយពេលជាមួយគ្នាចូលទុកពេលរៀងរាល់សប្តាហ៍ដើម្បីនៅជាមួយកូននិងក្រុមគ្រួសាររបស់អ្នកដើម្បីធ្វើសកម្មភាពដែលមានន័យសម្រាប់កូនដូចជាការលេងវីដេអូហ្គេមការដើរលេងតន្ត្រីលេងកីឡាឬធ្វើសិប្បកម្មជាមួយគ្នាទី2បង្កើតកម្មវិធីនិងទម្លាប់គ្រួសារការមានពិធីបុណ្យក្នុងគ្រួសារនិងទម្លាប់ប្រចាំថ្ងៃសប្តាហ៍ឬខែគឺជាវិធីមួយផ្សេងទៀតដើម្បីចំណាយពេលដែលបានកំណត់ពេលជាមួយគ្នាញ៉ាំអាហារជុំគ្នាថ្ងៃចុងសប្តាហ៍ដើរលេងនៅថ្ងៃអាទិត្យឬមើលភាពយន្តមួយដងក្នុងមួយខែគឺជាវិធីដ៏ល្អក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នាទី3បំពេញតម្រូវការរបស់កូនអ្នកកុមារឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើនក្នុងវ័យកុមារភាពហើយតម្រូវការរបស់កូនអ្នកក៏នឹងផ្លាស់ប្ដូរទៅតាមដំណាក់កាលនីមួយៗក្មេងទើបចេះដើរទេតាអាចត្រូវការការអោបខណៈពេលដែលក្មេងជំទង់អាចត្រូវការឯករាជ្យនិងជម្រើសបន្ថែមទៀតការឆ្លើយតបនឹងតម្រូវការរបស់កូនអ្នកគឺសំខាន់ដើម្បីជួយពួកគេឲ្យមានអារម្មណ៍ស្រឡាញ់លើសពីនេះកុមារម្នាក់ៗប្រហែលជាត្រូវមានសេចក្តីស្រឡាញ់ដែលបង្ហាញតាមរបៀបផ្សេងៗគ្នាការរៀនពីអ្វីដែលកូនរបស់អ្នកត្រូវការអាចពង្រឹងចំណងស្នេហារបស់អ្នកនិងកូនបានយ៉ាងល្អទី4ផ្ដល់ជូនការសរសើរអំណាចនៃការសរសើរនិងការយកចិត្តទុកដាក់ជាវិជ្ជមានគឺជាវិធីដ៏ល្អមួយដើម្បីជួយជំរុញអារម្មណ៍ក្តីស្រឡាញ់វាមានសារៈសំខាន់ណាស់ក្នុងការបញ្ជាក់នៅអ្វីដែលយើងកំពុងសរសើរនិងដាក់ស្លាកនៅអ្វីដែលកូនរបស់អ្នកបានធ្វើជំនួសឲ្យការសរសើរជាទូទៅគន្លឹះក្នុងការធ្វើឲ្យកូនមានអារម្មណ៍ស្រឡាញ់គឺជាការសរសើរចំពោះការខិតខំរបស់កូនអ្នកទី5ជៀសវាងការវិនិច្ឆ័យរហ័សក្មេងៗតែងតែធ្វើខុសតែមិនអីទេហើយវាជាផ្នែកទាំងអស់នៃការធំឡើងរបស់ពួកគេប៉ុន្តែកូនត្រូវដឹងថាអ្នកនៅតែស្រឡាញ់ពួកគេទោះបីជាមានកំហុសកើតឡើងក៏ដោយដូច្នេះនៅពេលក្រោយពេលកូនរបស់អ្នករញ៉េរញ៉ៃឬសាងកំហុសសូមជៀសវាងប្រតិកម្មខ្លាំងៗនិងកុំថាស្ដីឲ្យកូនជំនួសមកវិញចូលចំណាយពេលដើម្បីសេចក្ដីគិតពីស្ថានភាពសួរសំណួរនិងស្ដាប់កូនរបស់អ្នកហើយព្យាយាមមិនឈានដល់ការសន្និដ្ឋានជួយកូនរបស់អ្នករុករកបញ្ហាដោយសួរពួកគេពីអ្វីដែលពួកគេរៀនសូត្របាននិងអ្វីដែលពួកគេនឹងកែប្រែនៅពេលក្រោយ